បាទនៅក្នុងការផ្សាយជាបន្តទៅទៀតនេះសូមលោកអ្នកនាងស្ដាប់នេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីស្ដីអំពីតើសង្គមស៊ីវិលនិងគណៈបកនយោបាយមានគោលបំណងអ្វីខ្លះក្នុងការរៀបចំទិវាសិទ្ធិមនុស្សឆ្នាំនេះបាទកម្មវិធីនេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះមានលោកជុនច័ន្ទបុត្រជាអ្នកសម្របសម្រួលដូចតទៅវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីខ្ញុំបាទជុនច័ន្ទបុត្រសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់ពីរាជធានីភ្នំពេញបាទលោកអ្នកនាងជាទីមេត្រីឆ្នាំនេះទាំងសង្គមស៊ីវិលទាំងគណៈបកនយោបាយនាំគ្នាក្រុងប្រារព្ធទិវាសិទ្ធិមនុស្ស10ធ្នូតាមទម្រង់ប្លែកៗអង្គការខ្លះនាំគ្នាទៅហែកក្បួនពីតាមខេត្តនានាចូលមកក្រុងភ្នំពេញអង្គការខ្លះហែកក្បួននៅក្នុងភ្នំពេញហើយគណៈបក្សសិទ្ធិមនុស្សដែលឡែកបាននាំគ្នាទៅប្រារព្ធទិវាសិទ្ធិមនុស្សនៅឯទីក្រុងសៀមរាបឯណោះបាទនារីត្រីនេះយើងបានអញ្ជើញវាគ្មិន3រូបដើម្បីចូលមកពិភាក្សាអំពីគោលបំណងផ្សេងៗរបស់ពួកគាត់ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សនេះបាទវាគ្មិនទី1គឺអ្នកស្រីវិជ្ជបណ្ឌិតពងឈីវេកអ្នកស្រីជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូបាទខ្ញុំបាទសូមជម្រាបសួរអ្នកស្រីបាទចា៎បាទហើយនឹងទី2គឺអាដាមកឹមសុខាលោកជាអនុប្រធានគណៈបកសង្គ្រោះជាតិបាទសូមជម្រាបសួរអាដាមហើយនឹងជាទី3គឺលោកនីចារិយាលោកជាប្រធានផ្នែកអង្គការរបស់សមាគមសិទ្ធិមនុស្សអាត់ហុកបាទសូមជម្រាបសួរអរគុណអ្នកស្រីនិងលោកទាំង3ណាស់ដែលបានមកចូលរួមក្នុងរាត្រីនេះបាទលោកនាយកទីមេត្រីតាំងពីការប្រកាសជាសកលអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ1948រហូតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល55ឆ្នាំគត់ហើយដែលឡែកចំពោះប្រទេសកម្ពុជាវិញតាំងពីការបោះឆ្នោតឆ្នាំ1993ដែលបើកផ្លូវឲ្យមានការគោរពសិទ្ធិមនុស្សមានការអនុវត្តលទ្ធិសេរីពហុបកអីជាដើមនឹងមកដល់នៅឆ្នាំ2013នេះក៏មានរយៈពេល20ឆ្នាំហើយដែរហើយនៅក្នុងកិច្ចពិភាក្សានារីត្រីនេះយើងនឹងនាំគ្នាពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សក្នុងរយៈពេល20ឆ្នាំនេះឯងនិងពិភាក្សាអំពីជំហររបស់គណៈបក្សសង្គ្រោះជាតិថាតើគណៈបក្សសង្គ្រោះជាតិមានជំហរបែបណាដែរក្នុងការជួយឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជាបាទអញ្ចឹងខ្ញុំចង់ចាប់ផ្ដើមដោយងាកទៅខាងអាដាមកឹមសុខាអាដាមបានប្រកាសថានឹងនាំគ្នាទៅធ្វើទិវាសិទ្ធិមនុស្សនៅឯខេត្តសៀមរាបហើយនៅភ្នំពេញឯនេះក៏មានការប្រារព្ធទិវាសិទ្ធិមនុស្សដោយអង្គការសង្គមស៊ីវិលដោយអង្គការសិទ្ធិមនុស្សនានាដែរខ្ញុំបាទឆ្ងល់ថាហេតុអីយើងអត់ធ្វើជុំគ្នានៅភ្នំពេញចាំបែកគ្នាទៅទៀតសូមអរគុណណាស់សូមថ្វាយបង្គំព្រះធរៈព្រះអង្គបងប្អូនជនជាតិទីស្នេហាខ្ញុំបកណាខ្ញុំបាទកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិសូមជម្រាបជូនបងប្អូនជនជាតិថាថ្ងៃទី10ធ្នូគឺទិវាសិទ្ធិមនុស្សអន្តរជាតិគណៈបក្សសង្គ្រោះជាតិយើងនឹងប្រារព្ធនៅពិធីសិទ្ធិមនុស្សអន្តរជាតិនេះគឺ2កន្លែងបាទទី1គឺនៅខេត្តសៀមរាបគឺដោយគណៈបក្សសង្គ្រោះជាតិផ្ទាល់តែម្ដងជាអ្នកធ្វើទី2នៅរាជធានីភ្នំពេញគណៈបក្សសង្គ្រោះជាតិចូលរួមជាមួយនឹងសង្គមស៊ីវិលដូច្នេះក្នុងអត្ថន័យនេះគឺគណៈបក្សសង្គ្រោះជាតិបានដឹងហើយថាសង្គមស៊ីវិលគឺលោកមានពេលតែម្ដងហ្នឹងទេគឺថ្ងៃ10ធ្នូហ្នឹងរឿងសិទ្ធិមនុស្សហ្នឹងគឺសំខាន់ណាស់សម្រាប់សង្គមស៊ីវិលសម្រាប់អង្គការសិទ្ធិមនុស្សដូចខ្ញុំខ្លួនឯងធ្លាប់នៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាខ្ញុំចូលរួមប្រារព្ធពិធីសិទ្ធិមនុស្ស10ធ្នូគឺមានសារៈសំខាន់ណាស់ហើយក៏ខ្ញុំអត់ពេលនោះខ្ញុំអត់ចង់ឲ្យគណៈបកនយោបាយណាដែលថាយកមកឈរដឹកនាំខ្ញុំទៅធ្វើទិវានោះដែរខ្ញុំបើមកត្រឹមតែចូលរួមហើយនឹងខ្លួនខ្ញុំកាលខ្ញុំនៅជាអង្គការហើយចុះខ្ញុំក៏យល់ចិត្តចំពោះអង្គការសង្គមស៊ីវិលអង្គការដូចនេះដែរបានជាខ្ញុំពិគ្រោះគ្នានៅក្នុងផ្ទៃក្នុងគណៈបកថាឥឡូវនេះទិវាសិទ្ធិមនុស្សឆ្នាំ2013នេះគឺសង្គមស៊ីវិលគាត់ត្រូវរៀបចំថ្ងៃ10ធ្នូនេះនៅរាជធានីភ្នំពេញហើយអញ្ចឹងយើងគួរតែលើកទឹកចិត្តបុគ្គលចំហរបស់យើងលើកទឹកចិត្តដល់សិទ្ធិអ្នកដែលសកម្មជនសិទ្ធិមនុស្សអញ្ចឹងយើងគួរតែលើកទឹកចិត្តឲ្យពួកសង្គមស៊ីវិលគាត់ធ្វើឲ្យពេញមុខពេញមាត់នៅរាជធានីភ្នំពេញហើយយើងជាគណៈបកជាប្រជាពលរដ្ឋ
ក្នុងនាមជាប្រជាពលរដ្ឋគ្រប់គ្នាយើងចូលរួមយ៉ាងពេញទំហឹងដែរហើយយើងក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងរួមទាំងសមាជិកគណៈបកសង្គ្រោះជាតិមកចូលរួមជាមួយនឹងអង្គការសង្គមស៊ីវិលប្ររពទិវាសិទ្ធិមនុស្ស10ធ្នូនៅរាជធានីភ្នំពេញប៉ុន្តែដោយឡែកយើងឃើញថាខេត្តឆ្ងាយភាគខាងលិចខេត្តសៀមរាបខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលប្រជាពលរដ្ឋយើងពេលដែលយើងធ្វើបាតកម្មម្ដងនៅភ្នំពេញគឺបងប្អូនយើងមិនសូវបានមកដល់រួមគេហើយពេលនេះខ្ញុំចុះទៅនោះម្ដងគាត់ទាមទារថាមិនក៏មិនយកពួកគាត់មកភ្នំពេញផងយើងយកមិនអស់ទេហើយគាត់ថាបើអញ្ចឹងទេមានតែធ្វើឲ្យគាត់បានចូលរួមផងដូច្នេះហើយក៏យើងបានបង្កើតកន្លែងមួយទៀតក្នុងទិវាសិទ្ធិមនុស្ស10ធ្នូហ្នឹងគឺនៅខេត្តសៀមរាបមិនបានយើងយកខេត្តសៀមរាបព្រោះកន្លែងនោះជាកន្លែងទេសចរអន្តរជាតិព្រោះសិទ្ធិមនុស្សគឺពាក់ព័ន្ធនឹងសិទ្ធិមនុស្សអន្តរជាតិព្រោះមានអន្តរជាតិនៅទីនឹងច្រើនហើយតំបន់ភាគខាងលិចប៉ុន្តែមិនមែនមានន័យថាគណៈបកសង្គ្រោះជាតិអត់ធ្វើទិវាសិទ្ធិមនុស្សនៅភ្នំពេញទេគឺយើងធ្វើរួមជាមួយនឹងសង្គមស៊ីវិលប៉ុន្តែសង្គមស៊ីវិលជាអ្នកចេញមកបាទដូចខ្ញុំបានជម្រាបអញ្ចឹងដូច្នេះយើងធ្វើទាំងពីរកន្លែងនេះបាទអរគុណអាដាមខ្ញុំនឹងងាកមកសួរអាដាមវិញអំពីថាហេតុអីបានធ្វើនៅសៀមរាបបន្តិចទៀតនេះក៏ប៉ុន្តែឥឡូវខ្ញុំចង់ងាកទៅអ្នកស្រីវិជ្ជបណ្ឌិតពងជឿកិច្ចវិញអ្នកស្រីទទួលយកបានទេការដែលគណៈបកសង្គ្រោះជាតិបកស្រាយមិញថាទុកឲ្យសង្គមស៊ីវិលមានឯករាជ្យភាពក្នុងការធ្វើដោយខ្លួនឯងដែលមិនចាំបាច់មានគណៈបកនយោបាយចូលរួមអ្នកស្រីគិតថាសមរម្យទេឬមួយគួរតែចូលគ្នាទាំងអស់ដើម្បីបង្ហាញខ្ញុំបញ្ជាក់ទេមិនខ្ញុំថាចូលរួមតើមិនអត់ចូលរួមទេខ្ញុំបានបញ្ជាក់មិនថាចូលរួមបើគណៈសង្គមស៊ីវិលគាត់ជាអ្នកដឹកនាំបាទខ្ញុំចូលរួមបាទចាសូមអរគុណណាស់ជារដ្ឋធម្មខ្ញុំព្រះករុណាខ្ញុំសូមថ្វាយបង្គំព្រះធរណធរៈជាទីសក្ការៈសូមគោរពបងប្អូនជាប្រិយមិត្តសូមអរគុណអាស៊ីសេរីចាខ្ញុំមិនយល់ទាស់អីទេគឺបើគណៈបកសង្គ្រោះជាតិលោកចង់ធ្វើរួមជាមួយនឹងសង្គមស៊ីវិលក៏ជាការប្រសើរហើយបើលោកនឹកឃើញថាចុះទៅខេត្តព្រោះអីយើងថ្ងៃ10ធ្នូក្តីថ្ងៃទៀតផ្សឹងដូចជាពីថ្ងៃ25វិច្ឆិការហូតដល់ថ្ងៃ10ធ្នូនេះគឺជាយុទ្ធនាការប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រីណាចាអញ្ចឹងក្រមជាច្រើនស្ត្រីច្រើនតែធ្វើអ្វីច្រើនតែធ្វើនៅភ្នំពេញតែមានការអីគេធ្វើនៅភ្នំពេញចំណែកខេត្តគ្នាដូចជាវេទនាមែនតើគេមិនសូវចាប់ទៅធ្វើចាអញ្ចឹងខ្ញុំក៏ឯកភាពថាបើមានគណៈបក្សសង្គ្រោះជាតិឬក៏មានអង្គការនៃរដ្ឋាភិបាលចុះទៅធ្វើគ្រប់ខេត្តក៏ជាការប្រសើរដែរចាព្រោះយើងមិនត្រូវធ្វើអ្វីតែនៅភ្នំពេញទេចាយើងត្រូវគិតគូរដល់បងប្អូនយើងនៅខេត្តផងព្រោះល្អខ្ញុំចង់ថាទៅធ្វើដល់ភូមិចាឲ្យបងប្អូនយើងយល់ឲ្យបងប្អូនយើងចូលរួមឲ្យបានច្រើនចាបាទអរគុណលោកឌីចាយ៉ាខ្ញុំសូមជម្រាបសួរបងប្អូនជាពលរដ្ឋដែលកំពុងតែតាមស្ដាប់នៅកម្មវិធីរបស់វិទ្យុអាស៊ីសេរីនេះពេលនេះយើងបានហៅថាវិទ្យាសិទ្ធិមនុស្សនេះជាទីមួយជាសកលហើយមិនមែនសម្រាប់តែអង្គការសង្គមស៊ីវិលមិនមែនតែសម្រាប់តែគណៈបកប្រឆាំងគឺក្រុមណាមួយទេគឺថាជារបស់យើងទាំងអស់គ្នាហើយយើងក៏មានការលើកទឹកចិត្តដែរបើសិនជាមានការធ្វើគ្រប់គ្នាជាគោលការណ៍បើសិនជាយើងចង់បង្ហាញអំពីការចូលរួមក្នុងការគោរពនិងលើកស្ទួយសិទ្ធិមនុស្សនៅក្នុងប្រទេសយើងមិនមែនតែក្រុមអង្គការសិទ្ធិមនុស្សឬក៏គណៈបកប្រឆាំងទេដែលត្រូវធ្វើកិច្ចការនេះគឺថាទាំងរដ្ឋាភិបាលដែរត្រូវតែបបួលគ្នាធ្វើហើយនៅគ្រប់ខេត្តគ្រប់ក្រុងកាលណាយើងធ្វើបានកាន់តែច្រើនកន្លែងកាន់តែល្អមិនមែនថាតើធ្វើនៅភ្នំពេញបានល្អទេគឺថាឲ្យតែបានច្រើនកន្លែងកាន់តែល្អសម្រាប់ប្រទេសយើងទាំងអស់នេះអរគុណលោកតើការប្រារព្ធទិវាសិទ្ធិមនុស្សនេះអាដាមកឹមសុខាតើគ្រាន់តែប្រារព្ធដើម្បីអបអរទិវាសិទ្ធិមនុស្ស10ធ្នូនឹងឬមួយខាងគណៈបក្សសង្គ្រោះជាតិមានគោលនយោបាយបែបណាដែរដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជាសារអីជាសំខាន់ដែលលោកនៅក្នុងថ្ងៃ10នេះបាទសម្រាប់ថ្ងៃ10ធ្នូនេះគឺឆ្នាំ2013នេះ
សាររបស់គណៈបកសង្គ្រោះជាតិដែលខ្ញុំបានដាក់ជូនថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដើម្បីយកទៅប្រើប្រាស់គឺសិទ្ធិធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំគឺជាសារសិទ្ធិធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំហើយមិនបានជាគណៈបកសង្គ្រោះជាតិផ្ដោតលើសិទ្ធិធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំពីព្រោះយើងមើលឃើញថាមានការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំជាពិសេសក្នុងការបោះឆ្នោតអាណត្តិទី5នេះឧទាហរណ៍ដូចជាការលុបឈ្មោះគឺជាការរំលោភសិទ្ធិនោះលុបឈ្មោះប្រជាពលរដ្ឋដែលត្រូវមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោតបានលុបរាប់លានអ្នកគឺមានន័យថារដ្ឋាភិបាលហ្នឹងកជបហ្នឹងគឺរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំហ្នឹងព្រោះគាត់ត្រូវមានសិទ្ធិទៅរើសអ្នកដឹកនាំប៉ុន្តែដល់លុបឈ្មោះគាត់បាទគាត់អត់អាចទៅបោះឆ្នោតបានមានន័យថារំលោភលើសិទ្ធិគាត់ក្នុងការធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំហើយការសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំមានសារៈសំខាន់ណាស់ក្នុងសង្គមប្រជាធិបតេយ្យក្នុងការចូលរួមធ្វើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋនេះគឺបើសិនណាជារដ្ឋាភិបាលមួយឬស្ថាប័នណាមួយរំលោភលើសិទ្ធិធ្វើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរដោយការបោះឆ្នោតអាណត្តិទី5ឲ្យមនុស្សរាប់លានអ្នកមិនអាចបោះឆ្នោតបាននេះរដ្ឋាភិបាលនឹងត្រូវទទួលខុសត្រូវធំណាស់ចំពោះវាសនាអនាគតរបស់ការរបស់ប្រជាពលរដ្ឋគឺរំលោភធ្ងន់ធ្ងរណាស់នេះជាបញ្ហាលុបឈ្មោះទី2មិនមែនត្រឹមមិនលុបទេអាណត្តិទី5នេះលុបហើយលួចទៀតណាលុបនេះគឺរំលោភលើសិទ្ធិដល់លួចឆ្នោតគឺលួចសិទ្ធិតែម្ដងបាទលួចឆ្នោតពេលប្រជាពលរដ្ឋបានទៅបោះហើយទៅលួចរបស់គាត់បាត់ទៀតធ្វើឲ្យបាត់សម្លេងគាត់លួចគាត់ខំបោះឲ្យគណៈបកសង្គ្រោះជាតិឈ្នះហើយទៅជាប្រកាសលេខថាខ្លួនឯងឈ្នះទៅវិញអានឹងលួចទៅហ្មងបាទអានឹងទី2ទី3ឥឡូវដល់លួចហើយប្រជាពលរដ្ឋមិនព្រមលាក់ការពិតទៀតគេសុំត្រួតពិនិត្យមើលសុំឆែកឆេរមើលប្រជាពលរដ្ឋសុំឆែកមើលសុំស៊ើបអង្កត់មើលរកការពិតលាក់ការពិតនេះគឺគំនិតក្បត់វាកាលណាលាក់ការពិតគឺគំនិតនេះក្បត់វាហើយអញ្ចឹងអានេះរឿងនេះធ្ងន់ធ្ងរណាស់ក្នុងអាណត្តិនេះគឺកជបគឺគណៈបកណាក៏ដោយរដ្ឋាភិបាលណាសមាជិកណាក៏ដោយកាលណារំលោភលើសិទ្ធិធ្វើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋក្នុងជ្រើសរើសអ្នកដឹកនាំគឺរដ្ឋាភិបាលនឹងស្ថាប័ននឹងគឺមិនមែនជាស្ថាប័នរបស់ប្រជាពលរដ្ឋទេបាទអញ្ចឹងហើយបានជាគណៈបកសង្គ្រោះជាតិយើងធ្វើម្ដងនេះគឺខ្ញុំសូមបញ្ជាក់ថាដែលយើងនៅក្នុងរាជធានីភ្នំពេញនេះគឺយើងសហការជាមួយនឹងអង្គការសង្គមស៊ីវិលហើយអង្គការសង្គមស៊ីវិលគាត់មានប្រធានបទស្អីរបស់គាត់គឺយើងគ្រប់គ្រងប៉ុន្តែដោយឡែកដែលគណៈបកសង្គ្រោះជាតិគឺយើងសូមផ្ញើសារមួយដោយឡែកគឺសិទ្ធិធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំហើយនៅខេត្តសៀមរាបក៏ដូចគ្នាដែរបាទសូមអរគុណអាដាមលោកនីចរិយាតើសិទ្ធិធ្វើសេចក្តីសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំរបស់ប្រជាពលរដ្ឋខ្មែរនឹងតាំងពីឆ្នាំ93មកដល់ឥឡូវនេះមានការរីកចម្រើនទៅទេបើតាមអង្គការសិទ្ធិមនុស្សរបស់លោកដែលបានធ្វើការផ្ទាល់ក្នុងរឿងនេះបាទកាលណាយើងនិយាយអំពីសិទ្ធិមនុស្សយើងត្រូវផ្ដោតទៅលើសិទ្ធិមូលដ្ឋានទាំង5បាទដែលវាមានចែងនៅក្នុងរដ្ឋធម្មនុញ្ញសិទ្ធិពលរដ្ឋនយោបាយនិងសិទ្ធិសង្គមនិងវប្បធម៌នេះឯងក៏ប៉ុន្តែបើដែលឡែកយើងនិយាយអំពីសិទ្ធិសម្រេចចិត្តគឺជាសិទ្ធិមួយដែលស្ថិតនៅក្នុងសិទ្ធិពលរដ្ឋនយោបាយចឹងទេយើងនៅរាល់ការធ្វើទិវាសិទ្ធិមនុស្សរាល់ឆ្នាំហ្នឹងគឺថាទី1យើងធ្វើការប្រមាលមើលអំពីការគោរពសិទ្ធិមនុស្សនាពេលកន្លងមកបាទហើយយើងនឹងផ្ញើសារឲ្យទៅដល់ប្រជាពលរដ្ឋដែលលោកចូលរួមក៏ដូចជាទៅដល់ប្រជាពលរដ្ឋនៅដែលមិនបានចូលរួមដែរឲ្យលោកកាន់តែយល់ដឹងថាស្អីទៅដែលជាសិទ្ធិមូលដ្ឋានរបស់ខ្លួនដែលមិនត្រូវបានរំលោភដែលត្រូវបានធានាដោយច្បាប់ដោយរដ្ឋធម្មនុញ្ញកាលណាយើងនិយាយអំពីសិទ្ធិក្នុងការសម្រេចចិត្តមានន័យថាតើពលរដ្ឋម្នាក់លោកបានបោះបង់សិទ្ធិសម្រេចចិត្តដោយខ្លួនឯងឬក៏សិទ្ធិសម្រេចចិត្តរបស់លោកត្រូវបានបាត់បង់ដោយសារតែបញ្ហាមកពីខាងក្រៅបាទដោយនេះយើងនិយាយអំពីសិទ្ធិក្នុងការបោះឆ្នោតសិទ្ធិបោះឆ្នោតប្រទេសណាក៏ដូចប្រទេសណាដែរការបោះឆ្នោតតែងតែមានមនុស្សមិនចូលរួមបោះឆ្នោតតែមានអ្នកដែលមានសិទ្ធិបោះឆ្នោតសម្រាប់ចិត្តមិនចូលរួមបោះឆ្នោត
ប៉ុន្តែបើសិនជាមានឈ្មោះបោះឆ្នោតសម្រាប់ចិត្តមិនមកបោះឆ្នោតមានន័យថាមិនបានបាត់សិទ្ធិក្នុងការសម្រេចចិត្តទេប៉ុន្តែដោយឡែកប្រសិនបើអ្នកបោះឆ្នោតគេចង់មកបោះឆ្នោតហើយត្រូវបានបាត់ឈ្មោះដោយសារតែការចេតនាក្តីឬក៏អចេតនាក្តីដែលធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់គេអានេះគេហៅថាបាត់សិទ្ធិបោះឆ្នោតបាត់សិទ្ធិក្នុងការសម្រេចចិត្តចឹងទេយើងមើលប្រសិនបើយើងពិនិត្យមើលក្នុងពីដំណាក់កាលមួយទៅដំណាក់កាលមួយនៃការបោះឆ្នោតយើងមើលនៅក្នុងឆ្នាំ1993ដែលរៀបចំដោយសន្តៈគឺគ្មានពលរដ្ឋណាម្នាក់ដែលបាត់ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទេបានន័យថាអ្នកម្នាក់មានសិទ្ធិសម្រេចចិត្តគ្រប់គ្នាអត់មានប៉ះពាល់ដល់សិទ្ធិបោះឆ្នោតយើងមើលនៅក្នុងឆ្នាំ1998ដែលរៀបចំដោយអាជ្ញាធរបោះឆ្នោតកម្ពុជាខ្លួនឯងយើងឃើញថាបញ្ហានេះមានតិចតួចទាក់ទងទៅនឹងរឿងបោះឆ្នោតនេះឯងទៅរឿងនឹងបាត់សិទ្ធិបោះឆ្នោតប៉ុន្តែខ្ញុំឃើញថាបញ្ហានេះកើតឡើងនៅក្នុងអំឡុងឆ្នាំ2008និង2013នេះគឺធ្ងន់ជាងគេរហូតទៅដល់មានមនុស្សដែលយើងយោងទៅតាមការធ្វើសិក្សារបស់គណៈកម្មការរៀបចំគណៈកម្មការខំប្រែក៏ដូចជាអង្គការអន្តរជាតិដែលរកឃើញមនុស្សប្រហែលជា1លាន2សែននាក់បាត់បង់នៅសិទ្ធិបោះឆ្នោតរបស់ខ្លួនដោយសារតែគណៈកម្មការជាតិរៀបចំការបោះឆ្នោតធ្វើឲ្យបាត់ឈ្មោះនៃអ្នកបោះឆ្នោតទៅនោះបាទអញ្ចឹងចំពោះលោកគិតថាឆ្នាំ2013នេះសិទ្ធិក្នុងការជ្រើសរើសនឹងថយចុះខ្ញុំចង់សូមជំរាបដែរថាអានេះបើសិនជាយើងប្រៀបធៀបតែទៅនឹងចំនួនយើងឃើញថាបរិមាណនៃអ្នកបាត់សិទ្ធិបោះឆ្នោតបាត់សិទ្ធិសម្រេចចិត្តគឺមានការកើនឡើងក៏ប៉ុន្តែបើសិនជាយើងនិយាយអំពីគោលការណ៍សិទ្ធិទូទៅកុំថាបាត់សិទ្ធិទៅដល់1លាននាក់សូម្បីតែបាត់1នាក់ក៏គេថាជាការរំលោភសិទ្ធិដែរតែ1នាក់ក៏គេហៅថាជាការរំលោភសិទ្ធិធ្ងន់ធ្ងរដែរឧទាហរណ៍ថាព្រោះសិទ្ធិសម្រេចចិត្តនេះជាសិទ្ធិមូលដ្ឋានធំណាស់ដែលយើងអាចនិយាយបានថាជាសកលនេះគឺនិយាយថាគ្មានសិទ្ធិនេះជារបស់មួយដែលមិនអាចកាត់ថ្លៃបានបាទអញ្ចឹងទេទោះបីជាបាត់ម្នាក់ក៏គេហៅថារំលោភដែរអញ្ចឹងខ្ញុំគិតថាពីដំណាក់កាលគ្មានការបាត់សិទ្ធិសម្រាប់ចិត្តពីសម័យអន្តៈបាទពីសម័យអន្តៈបាទឲ្យឈានមកការបាត់សិទ្ធិមនុស្សក្នុងការសម្រេចចិត្តច្រើនឡើងមានន័យយ៉ាងម៉េចមានន័យថាសិទ្ធិនៃការសម្រេចចិត្តនៅក្នុងដំណាក់កាលមួយទៅដំណាក់កាលមួយមកដល់ពេលនេះបានកាន់តែរំលោភច្រើនឡើងបាទអរគុណលោកអ្នកស្រីវិជ្ជបណ្ឌិតខ្ញុំបាទចង់សួរចំណុចនេះទៅវិញខាងគណៈបក្សសង្គ្រោះជាតិគាត់ថាគាត់នឹងបញ្ជូនសារអំពីរឿងសិទ្ធិនៃការជ្រើសរើសអ្នកដឹកនាំចុះខាងសង្គមស៊ីវិលមានឧទាហរណ៍អង្គការរបស់អ្នកស្រីវិជ្ជបណ្ឌិតជាដើមថាសារអីដែលអ្នកស្រីចង់រំលឹកឡើងនៅក្នុងទិវាសិទ្ធិមនុស្សថ្ងៃ10ធ្នូនេះខ្ញុំយល់ឃើញថាបើយើងងាកទៅមើលកិច្ចព្រមព្រៀងទីក្រុងប៉ារីណាចាថ្ងៃ23 ឆ្នាំ1991ហ្នឹងយើងឃើញថានៅក្នុងនោះគណៈបកភាគីទាំង4ចាពេលហ្នឹងណាភាគីទាំង4ដែលមានចំនួនគ្នាហ្នឹងបានចុះហត្ថលេខាជាមួយនឹងអគ្គលេខាធិការអង្គការសហជីវជាតិជាមួយ18ប្រទេសសន្យាថាពេលបោះឆ្នោតចប់ហើយថ្ងៃឆ្នាំ1993នេះប្រទេសកម្ពុជាយើងនឹងក្លាយទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបកណាចាអញ្ចឹងដោយលទ្ធិប្រជាធិបតេយ្យបានន័យថារដ្ឋាភិបាលនោះចេញពីការបោះឆ្នោតការជ្រើសរើសរបស់ប្រជាពលរដ្ឋចាហើយជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋធ្វើកិច្ចការងារសម្រាប់ប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិនឹងជ្រើសរើសអ្នកដែលដឹកនាំខ្ញុំចង់បន្ថែមបន្តិចពីអាដាមកឹមសុខានិងក្មួយចរិយាចង់បន្ថែមថាសំខាន់ណាស់បើយើងឲ្យដកសិទ្ធិរបស់ប្រជាពលរដ្ឋបានន័យថាយើងអត់ប្រកាន់លទ្ធិប្រជាធិបតេយ្យទេព្រោះប្រជាពលរដ្ឋលទ្ធិប្រជាធិបតេយ្យមានលក្ខខណ្ឌជាច្រើន
បញ្ញខណ្ឌមួយហ្នឹងអត់បានទេតែកាលណាអត់មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានន័យថាប្រទេសហ្នឹងមិនមែនប្រទេសប្រកាន់លទ្ធិជាតិស្ដីទេចាដូច្នេះយើងត្រូវតែទុកសិទ្ធិនឹងឲ្យប្រជាពលរដ្ឋយើងងាកទៅមើលការ93អ៊ុនតាក់ចុះឈ្មោះឲ្យទាំងអស់គ្នាខ្ញុំចាំកាលនោះនៅក្នុងពន្ធនាគារប្រធានពន្ធនាគារខ្លះថាអត់មាននយោបាយដឹកអ្នកទោសនៅខាងក្នុងនឹងមកខាងក្រៅដើម្បីចុះឈ្មោះអ៊ុនតាក់ថាមិនអីទេគេផ្ដល់ក្រុមគេមួយចល័តឲ្យចូលទៅដល់ក្នុងពន្ធនាគារចុះឈ្មោះឲ្យប្រជាពលរដ្ឋណាដែលនៅមានសិទ្ធិបោះឆ្នោតដូចជាមិនទាន់កាត់ក្តីអីចឹងគាត់មានសិទ្ធិរបស់គាត់ចុះឈ្មោះឲ្យហើយគេចុះទៅដល់ជនបទអញ្ចឹងជាង 90% របស់ប្រជាពលរដ្ឋគឺថាចុះឈ្មោះបានហើយអ្នកណានៅខាងក្រៅឲ្យតែមានសន្តានទូតខ្មែរគេឲ្យទៅបោះឆ្នោតឥឡូវនេះអ្នកខាងក្រៅអត់បោះឆ្នោតបានទេអ្នកដែលទៅធ្វើការនៅម៉ាឡេស៊ីថៃកូរ៉េអីសិតតែមានសន្តានទូតខ្មែរអត់បោះឆ្នោតបានទេណាចាអញ្ចឹងដកសិទ្ធិរបស់គេនេះគឺសំខាន់ណាស់ហើយយើងដែលចង់ផ្ញើសារនេះខ្ញុំពេល10ធ្នូនេះយើងមានបង្កើតតាំងពីយូរឆ្នាំមកហើយហៅថាមិត្តរបស់ថ្ងៃ10ធ្នូអញ្ចឹងមានអង្គការជាច្រើនចូលរួមនឹងចាអញ្ចឹងមិត្តហ្នឹងគឺគេដើរគេនាំគ្នាហែក្បួនតាំងពីថ្ងៃ1ខែធ្នូទៅរហូតដល់ថ្ងៃ10ហ្នឹងតាមផ្លូវទៅចុះទៅខេត្តហ្នឹងហើយមានប្រសង់លោកអ្នកហែជាមួយអីចឹងដើម្បីនឹងឲ្យបងប្អូនយើងយល់ដឹងថាយើងចង់បានសេរីភាពគ្រប់ចាមិនមែនតែសេរីភាពទេទៅបោះឆ្នោតទេយើងចង់បានសេរីភាពក្នុងការប្រជុំមតិយើងចង់បានសេរីភាពក្នុងការជួបជុំគ្នាធ្វើបាតុកម្មធ្វើកោតកម្មអហិង្សាកុំឲ្យមានការបាញ់សម្លាប់អីពេលដែលធ្វើបាតុកម្មកោតកម្មហ្នឹងកុំឲ្យវាយស្ត្រីណាយកដីធ្លីគ្នាកុំឲ្យកាត់ព្រៃឈើអីយើងចង់ផ្ញើសារទាំងអស់ថាយើងចង់បានសេរីភាពរស់ឲ្យបានដែលជាមនុស្សពួកអីសិទ្ធិមនុស្សយើងចុះហត្ថលេខយើងចុះសច្ចាប័នគ្រប់ទាំងអស់ឥឡូវនេះគឺថាសិទ្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សទាំងប្រមាណប្រទេសកម្ពុជាយើងចុះសច្ចាប័ននៅសល់តែមួយទេនៅសល់តែអនុសញ្ញាស្ដីពីការពារអ្នកដែលចំណាក់ស្រុកចេញទៅគាត់ណាសញ្ញាចុះហត្ថលេខាមិនទាន់ចុះសញ្ញាប័ណ្ណនៅតែមួយទេក្រៅពីនេះយើងចុះសញ្ញាប័ណ្ណទាំងអស់បានន័យថាម៉េចបានន័យថាយើងត្រូវតែធ្វើច្បាប់ជាតិយើងនឹងឲ្យវាស្របនឹងច្បាប់អន្តរជាតិអញ្ចឹងមិនត្រូវខាត់ខាំងមិនឲ្យធ្វើបាតុកម្មដោយអហិង្សាមិនត្រូវខាត់ខាំងមិនឲ្យធ្វើកោតកម្មទេមិនត្រូវធ្វើច្បាប់ឲ្យផ្ទុយនឹងច្បាប់អន្តរជាតិទេដែលកម្ពុជាទទួលស្គាល់ដែរទទួលស្គាល់ចាចុះសច្ចាប័នបានន័យថាយើងចង់បានច្បាប់អន្តរជាតិហ្នឹងយកមកឲ្យដាក់ឲ្យត្រូវច្បាប់ជាតិចាប៉ុន្តែជួនកាលច្បាប់ជាតិយើងហ្នឹងផ្ទុយនឹងច្បាប់អន្តរជាតិហ្នឹងបាទងាកមកសាច់រឿងច្បាប់នេះខ្ញុំចង់សួរទៅអាដាមកឹមសុខាអាដាមធ្លាប់ធ្វើជាសមាជិកសភាហើយឥឡូវនេះក៏ជាបេក្ខជនតំណាងរាស្ត្រដែរអាដាមមានគិតថាតើមានច្បាប់អីខ្លះដែលនៅក្នុងប្រទេសកម្ពុជារាល់ថ្ងៃហ្នឹងដែលធ្វើឲ្យខុសអនុវត្តទៅខុសពីគោលការណ៍សិទ្ធិមនុស្សហើយដែលគណៈបក្សសង្គ្រោះជាតិបើមានឱកាសអាចចង់កែប្រែអាដាមយើងឃើញនៅមានខ្វះចន្លោះដែលថាច្បាប់ទាំងមូលវារំលោភសិទ្ធិនោះគឺក្នុងច្បាប់មួយចំនួនក្នុងមាត្រាមួយចំនួនគឺមិនបានបកស្រាយច្បាស់ធ្វើឲ្យអ្នកបកស្រាយយកទៅប្រើប្រាស់ឲ្យមានការរំលោភសិទ្ធិមនុស្សជាដើមហើយច្បាប់មួយចំនួនទៀតជាពិសេសច្បាប់ព្រហ្មទណ្ឌដែលនៅមានចំណុចដែលធ្វើឲ្យមិនធានាបាននៅការគោរពសិទ្ធិនោះមានមាត្រាមានចំណុចមួយចំនួនដែលខ្ញុំមិនអាចរៀបរាប់បានហើយច្បាប់សារព័ត៌មាននឹងទៀតក៏អញ្ចឹងដែរក្នុងច្បាប់សារព័ត៌មាននឹងក៏នៅមានចំណុចដែលពាក់ព័ន្ធដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែរហើយការភាកច្រើននេះខ្ញុំមើលទៅច្បាប់ដែលយើងបារម្ភរឿងរំលោភសិទ្ធិនោះគឺរឿងការបកស្រាយយកមកអនុវត្តនោះទេគឺភាកច្រើនគេបកស្រាយបើគេចង់ចោទថាណានឹងយ៉ាងម៉េចគេយកច្បាប់មកបកតាមអញ្ចឹងហើយបើគេចង់ការពារអ្នកខូចណាមួយដែលគ្នាទេគេយកបកតាមរបៀបផ្សេងទៀតនេះជាបញ្ហានៅស្រុកខ្មែរទៅមិនមែនច្បាប់ស្រុកខ្មែរអាក្រក់ទេច្បាប់វាល្អច្រើនហើយប៉ុន្តែចំស្របស្ដាយដែរមានអស់លោកអ្នកនយោបាយខ្លះដែលខ្លះជាតំណាងរាស្ត្រខ្លះជាស្អីហើយគឺតំណាងរាស្ត្រច្រើនណាស់ទៀតនោះចេះតែនិយាយដល់ពេល
ដល់ពេលគណៈបកសង្គ្រោះជាតិទៀមទាឲ្យមានការស៊ើបអង្កត់រឿងបោះឆ្នោតអីគេថាស្ថាប័នរដ្ឋនឹងបានគេធ្វើតាមច្បាប់ហើយណាក៏ចុះបោះគេធ្វើតាមច្បាប់ហើយគេគោរពតាមនីតិរដ្ឋហើយនេះបានគេប្រកាសគាត់អត់យល់ទៅស្អីទៅនីតិរដ្ឋអត់យល់សោះឲ្យធ្វើតំណាងរាស្ត្រដល់ប្រមាណអាណត្តិហើយនីតិរដ្ឋគឺដំបូងផុតត្រូវមានច្បាប់ប៉ុន្តែច្បាប់ហ្នឹងមិនមែនច្បាប់សម្រាប់ទៅគៀបអ្នកដទៃឲ្យធ្វើឲ្យល្អគឺតើមានច្បាប់ហ្នឹងល្អទេច្បាប់សម្រាប់ការពារផលប្រយោជន៍មនុស្សទូទៅណាអាហ្នឹងមិនមែនមានតែច្បាប់ហើយច្បាប់ខ្មែរក្រហមមានច្បាប់ដែរតាច្បាប់ខ្មែរក្រហមគេថាអ្នកណាប្រឆាំងអង្គការសម្រាប់ចោលហើយអស់លោកច្បាប់អស់លោកដែលមិនល្អដូចជាច្បាប់ដែលបទជាទីក្នុងសភាដែលថាតំណាងរាស្ត្រអត់គ្រប់10នាក់អត់អាចនិយាយបានក្នុងសភាអានោះគាត់ថាពេលតែខ្ញុំនៅគណៈបក្សសិទ្ធិនោះយើងមាន3នាក់យើងទៀងទាតែចង់និយាយដែរគេថាអត់ឲ្យនិយាយព្រោះច្បាប់របស់គេថាឲ្យដល់10នាក់អាច្បាប់របៀបអញ្ចឹងច្បាប់កម្រិតនៅសិទ្ធិសេរីភាពមនុស្សជាតិគេដូរហើយបាទអញ្ចឹងគេមិនគោរពទេអញ្ចឹងទី1ត្រូវមានច្បាប់នីតិរដ្ឋទី2ត្រូវច្បាប់ហ្នឹងត្រូវតែច្បាប់ល្អការពារផលប្រយោជន៍ឲ្យមានសមធម៌ឲ្យមានសិទ្ធិសេរីភាពរបស់គ្នាទី3ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវឲ្យស្មើភាពគ្នាអាហ្នឹងបានគេហៅនីតិរដ្ឋហើយបើសិនជាអស់លោកតំណាងរាស្ត្រអស់ហ្នឹងលោកមិនបានរៀនសូត្រអីលោកកុំនិយាយអីឲ្យវាខុសពេកប្រជារាស្ត្រប្របាក់ស្ដាប់សូមរៀនតំណាងរាស្ត្រជួយដូច្នេះខ្ញុំថាសុខខ្មែរយើងត្រូវមានការកែច្រើនទៀតដូចយើងមានគម្រោងបានរៀបចំជាវិសោធនកម្មច្បាប់ច្រើនចំណុចណាដែលគណៈបកសង្គ្រោះជាតិត្រៀមទៅបាទអរគុណអាដាមឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ្នកស្ដាប់ដើម្បីឲ្យបានចូលរួមក្នុងកិច្ចពិភាក្សាយើងនេះម្ដងជាដំបូងនេះខ្ញុំសូមអញ្ជើញលោកវិបុលពីខេត្តសៀមរាបបាទសូមអញ្ជើញលោកវិបុលបាទបាទជំរាបសួរបាទជំរាបសួរជំរាបសួរបងគឹមស្កាត់ហ៎បាទជំរាបសួរបាទខ្ញុំចង់អញ្ជើញមតិរបស់បងទីបងនេះចេះចង់យកពីរឿងសិទ្ធិមនុស្សណាសប្បាយមើលទៅដូចជាប្របាក់ទៅយ៉ាងបោះឆ្នោតមិនទាន់បានប្រហែលថ្ងៃផងហើយឈូសឆាយដៃជាជន់ទៀតហើយនេះគូបានใจជាងហ្នឹងមិនគាត់ធ្វើចុះដូចគាត់អត់មានខួរក៏មិនបានគាត់ធ្វើចុះខ្ញុំឆ្លងទៅខ្លួនឯងចង់ឲ្យបងបកស្រាយឲ្យស្ដាប់តិចខ្ញុំមិនចង់បាទអរគុណលោកវិបុលបោះឆ្នោតមិនបានប្រមាណផងចាប់ផ្ដើមឈូសដីទៀតតើធ្វើយ៉ាងណាដើម្បីជួយឲ្យពួកគាត់មានសិទ្ធិក្នុងការរស់នៅក្នុងការគ្រប់គ្រងដីធ្លីរបស់គាត់អ្នកស្រីវិជ្ជបណ្ឌិតបាទចាមិនមែនបាននិយាយថាបោះឆ្នោតហើយភ្លាមយើងសង្ឃឹមថាអ្វីបដូរដូចជាយើងជប់បានអញ្ចឹងទេណាចាហើយដូច្នេះហើយបានជាសង្គមស៊ីវិលក្តីខ្ញុំជឿជាក់ថាគណៈបកសង្គ្រោះជាតិក៏មានកម្មវិធីធ្វើដូចគ្នាដែរយើងចង់នាំគ្នាកែតម្រង់ស្ថាប័នយើងចាយើងចង់ឲ្យឃើញថាច្បាប់ភូមិបាលមានតើចាច្បាប់ភូមិបាលមានបានចែកគ្រប់គ្រាន់ណាបើយើងអនុវត្តច្បាប់ភូមិបាលទៅអត់ត្រូវការដេញប្រជាពលរដ្ឋអញ្ចឹងទេអត់ត្រូវការចែកដីទៅឲ្យក្រុមហ៊ុនលើសពី1000000ហិកតាទេណាចាមុននឹងឲ្យដីសម្បត្តិសេដ្ឋកិច្ចទៅក្រុមហ៊ុនមួយត្រូវមានការស្រាវជ្រាវរៀបចំមើលថាតើដីនឹងឲ្យទៅវាប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងម៉េចចាហើយមួយទៀតបើប៉ះពាល់អញ្ចឹងតើត្រូវសងសំណងយ៉ាងម៉េចត្រូវអញ្ជើញប្រជាពលរដ្ឋអញ្ជើញក្រុមហ៊ុនអីទាំងអស់គ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអីមកជជែកគ្នាឲ្យមានអង្គការមិនរដ្ឋាភិបាលចូលរួមជជែកគ្នារកមធ្យោបាយដោះស្រាយទាំងអស់គ្នាទាល់ភាគីទាំងអស់គ្នាយល់ព្រមមានសំណងគ្រប់គ្រាន់បានចាត់ធ្វើផ្ដល់ដីសេដ្ឋកិច្ចសង្គមសេដ្ឋកិច្ចសម្បត្តិសេដ្ឋកិច្ចនេះទៅដល់ក្រុមហ៊ុនចាប៉ុន្តែយើងឃើញថាច្បាប់មិនសូវបានអនុវត្តទេចាដូច្នេះលោកដែលមានប្រសាសន៍ថាធ្វើម៉េចបោះឆ្នោតហើយនៅតែមានការឈូសឆាយដីធ្លីទៀតអាហ្នឹងគឺរឿងបោះឆ្នោតនឹងតើបោះឆ្នោតនឹងយើងបានស៊ើបអង្កេតណាហើយបានលទ្ធផលគ្រប់គ្រាន់អាហ្នឹងបានយើងអាចកែប្រែច្បាប់មានហើយធ្វើម៉េចយើងត្រូវបង្ខំអ្នកដែលត្រូវអនុវត្តច្បាប់ឲ្យអនុវត្តច្បាប់ពិតប្រាកដចឹងមិញហ្នឹងអាដាមគឹមសុខាមានប្រសាសន៍ពីនីតិរដ្ឋហ្នឹងនីតិរដ្ឋហ្នឹងបានន័យថាទាំងអស់គ្នាច្បាប់ទី1ខ្ញុំឯកភាពហើយច្បាប់
ត្រូវតែល្អមិនត្រូវច្បាប់នឹងមកធ្វើបាបជាពលរដ្ឋច្បាប់ផ្ទុយនឹងច្បាប់អន្តរជាតិដូចខ្ញុំនិយាយព្រោះអង្គការសហជីវជាតិគេធ្វើគំរូឲ្យយើងគេខំទៅសេពីច្បាប់អន្តរជាតិខ្លះគេហៅថាកតិកាសញ្ញាស្តីពីសិទ្ធិជាពលរដ្ឋសិទ្ធិនយោបាយកតិកាសញ្ញាស្តីពីសិទ្ធិសង្គមវប្បធម៌និងសេដ្ឋកិច្ចអីលក្ខណៈអញ្ចឹងគេបានធ្វើច្បាប់ច្រើនយើងហៅឲ្យស្រួលយល់ថាច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សហើយឲ្យយើងយកមកពិចារណាមើលយើងធ្វើច្បាប់ជាតិយើងឲ្យដូចច្បាប់គេអញ្ចឹងកុំឲ្យផ្ទុយគ្នាអានេះបានគេហៅថាយើងគោរពយើងអនុវត្តដែលសិទ្ធិសញ្ញាទាំងអស់សិទ្ធិសញ្ញាស្តីពីសិទ្ធិជាពលរដ្ឋចានេះបើយើងហៅជានីតិរដ្ឋយើងត្រូវធ្វើច្បាប់ឲ្យល្អហើយទាំងអស់គ្នាត្រូវអនុវត្តច្បាប់ហ្នឹងចាទាំងអស់គ្នាត្រូវនៅក្រោមច្បាប់ហ្នឹងមិនមែនថាអ្នកមានថវិកាច្រើននៅលើច្បាប់អ្នកណាមានបុណ្យស័ក្តិច្រើននៅលើច្បាប់ហើយប្រជាពលរដ្ឋធម្មតាដូចយើងអីហ្នឹងនៅក្រោមច្បាប់អាហ្នឹងមិនមែននីតិរដ្ឋទេចាអរគុណអ្នកស្រីឥឡូវខ្ញុំសូមអញ្ជើញលោកមុំសុគាម្នាក់ទៀតដែលលោកហៅមកពីភ្នំពេញសូមអញ្ជើញលោកសុគាបាទសូមជម្រាបសួរលោកចាំបតបាទជំរាបសួរលោកបាទសូមជឿដាក់សំណួរឬបញ្ចេញយោបល់អាដាមកម្មសខាខ្ញុំបាទជំរាបសួរមួយនៅថ្ងៃនេះខ្ញុំសំណួរទី1ចង់ទូទៅអាដាមកម្មសខាថានៅថ្ងៃទី10ធ្នូនឹងបើសិនជាយើងធ្វើបាតកម្មអហិង្សានឹងហើយបើមានកងកម្លាំងប្រក្រាបទៅអានឹងវាមានតោយ៉ាងម៉េចដែរអាដាមតែនឹងសំណួរទី2ខ្ញុំចង់ទូថាការលួចស្លឹកឆ្នោតនឹងទៅវាមានតោក្រាប់ដល់កម្រិតណាបានជាគួរចូលបននៅតែរួចខ្លួនលើ10ថ្ងៃហ្នឹងបាទសូមមកជួយអាដាមកម្មសខាជួយឆ្លើយហ្នឹងបាទសូមអរគុណលោកសុធាបាទសូមជួយអាដាមកម្មសខាសំណួរទី1បើសិនជាគេមកបាញ់ធ្វើបាបពលករបាតកោថាមានទោសកំហិតដែរខ្ញុំសូមបញ្ជាក់ថាច្បាប់លោកស្រីនិងលោកចរិយាបានមានប្រសាសន៍ហើយគឺថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋធ្វើបាតកម្មដោយសន្តិវិធីគឺធានាដោយច្បាប់ជាតិនិងអន្តរជាតិបានធានាទាំងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានធានាហើយកតិកាសញ្ញាសិទ្ធិសញ្ញាអន្តរជាតិដែលខ្មែរយើងបានយល់ព្រមជាមួយអន្តរជាតិថាទទួលយកមកអនុវត្តនោះក៏បានធានាហើយសិទ្ធិក្នុងការធ្វើបាតកម្មដោយអហិង្សាដោយសន្តិវិធីចំពោះអាជ្ញាធរសមត្ថកិច្ចដែលបក្រាបទៅលើបាតកោដោយអហិង្សាដោយសន្តិវិធីមានន័យថាអាជ្ញាធរនោះរំលោភលើច្បាប់ជាតិនិងអន្តរជាតិក្នុងការរំលោភទាំងអស់នោះគឺអ្នកណាអ្នកកាត់ក្តីណាអ្នកកាត់ទោសអ្នកនោះគឺដំបូងឡើយគឺសមត្ថកិច្ចរបស់តុលាការហ្នឹងតុលាការជាតិត្រូវតែហៅអ្នកហ្នឹងធ្វើនេះជាទោសព្រហ្មទណ្ឌដែលបក្រាបដែលសម្លាប់ដែលធ្វើទៅលើប្រជាពលរដ្ឋហ្នឹងគឺទៅតែយកអ្នកហ្នឹងទៅផ្ដន់ទោសកាត់ផ្ដន់ទោសហើយបើសិនសមត្ថកិច្ចរដ្ឋាភិបាលហ្នឹងបង្ក្រាបតាមរូបភាពសម្លាប់ជាដោយរង្គាលដល់អត់មានរឿងមុខគេហៅថាវាជាប់នឹងច្បាប់អក្រិតកម្មអន្តរជាតិ ICC ណាច្បាប់អក្រិតកម្មអន្តរជាតិសម្រាប់រង្គាលដល់អត់រឿងមុខដូចថ្ងៃបាញ់នៅស្ទឹងមានជ័យហ្នឹងគឺបាញ់ទៅលើមនុស្សដែលអ្នកលក់បាយហ្នឹងគឺមិនបាញ់ទៅលើតែអ្នកដែលគប់ដុំថ្មថាគេថាអ្នកណាគប់នោះមិនបាញ់ទៅលើអ្នកគប់ដុំថ្មណាបាញ់ទៅលើមនុស្សទូទៅអាហ្នឹងហើយគេហៅថាសម្លាប់រង្គាលដោយអត់រឿងមុខអាហ្នឹងគេហៅអក្រិតកម្មមនុស្សជាតិបាទដូច្នេះហើយក្នុងន័យនេះគឺអាចប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហើយសម្រាប់នេះគឺការបាញ់ការបញ្ជានេះគឺមានគេថតផុសតាមជាប់ហើយអ្នកណាអ្នកបញ្ជាឲ្យបាញ់អ្នកណាអ្នកបាញ់ទៅគឺមានក្នុងឯកសារហើយបាទក៏ជាច្រើនហើយខ្ញុំសូមអំពាវនាវទៅសមត្ថកិច្ចដែលនឹងធ្វើកិច្ចការទាំងអស់នេះសូមមេត្តាប្រុងប្រយ័ត្នឲ្យមែនទែនពីព្រោះការប្រព្រឹត្តបែបនេះគឺខុសទាំងច្បាប់ជាតិហើយខុសទាំងច្បាប់អន្តរជាតិទៀតដូច្នេះហើយគឺថ្ងៃនេះអស់លោកនៅក្រោមអ្នកដែលមានអំណាចការពារអស់លោកបាន
ប៉ុន្តែថ្ងៃណាមួយគុំតែប្រជាពលរដ្ឋគេប្តឹងទេកាលណាមានផុសតាងចឹងហើយជាពិសេសអ្នកបញ្ជានោះដែលគេថតបានមុខច្បាស់កន្លែងតែណាអ្នកបញ្ជាចូលបាញ់អ្នកណាអ្នកបញ្ជាគេថតហើយណាខ្ញុំសូមសេះលោកតំណែងខ្ញុំចង់បញ្ជាក់ជាមួយលោកនីចរិយាក្នុងករណីជាក់ស្ដែងគឺករណីស្ទឹងមានជ័យនឹងឯងដែលមានការបាញ់សម្លាប់ដល់ស្ត្រីលក់បាយម្នាក់នោះតើក្នុងករណីបែបនេះតើសមត្ថកិច្ចណាអ្នកដោះស្រាយឬមួយក៏ដោយអាដាមកម្មសុខាមានប្រសាសន៍អាចបណ្ដឹងទៅអង្គការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងបានឬមួយយ៉ាងម៉េចដំណាក់កាលនេះយ៉ាងម៉េចខ្លះនោះបាទសូមអរគុណជាគោលការណ៍ក្រមព្រហ្មទណ្ឌជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌកាលណាមានបទព្រហ្មទណ្ឌមួយកើតឡើងមិនចាំបាច់មានដើមបណ្ដឹងទេបាទគឺថាតុលាការជាពិសេសរាជអាជ្ញាគឺថាករណីនៅស្ទឹងមានជ័យនេះគឺថារាជអាជ្ញាសាលារាជធានីភ្នំពេញនេះត្រូវតែបើកករណីធ្វើការស៊ើបអង្កេតធ្វើការចោទប្រកាន់ជាបន្ទាន់ទោះបីជាមិនទាន់រកឃើញថាមានផុសតាងដាក់បន្ទុកឬដោះបន្ទុកក៏ដោយត្រូវតែមានជ្រាបថាដល់ពេលនេះមានវិធីការបាទខ្ញុំចង់ជម្រាបថានេះជាគោលការណ៍បាទប៉ុន្តែយើងមានការសោកស្ដាយមកដល់ពេលនេះគឺថាថ្ងៃមិញយើងបានធ្វើការតាមដានពីព័ត៌មាននេះបន្តទៅឃើញថាតុលាការបានច្រានចោលពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះដោយឲ្យទៅដាក់ដឹងនៅនាយកដ្ឋានក្នុងនាយកដ្ឋានព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃតុលាការធ្វើបែបនេះគឺជាការរំលោភទៅនឹងនីតិវិធីព្រហ្មទណ្ឌសពតាព្រោះប៉ូលីសព្រហ្មទណ្ឌហើយបើតែប៉ូលីសព្រហ្មទណ្ឌជាប៉ូលីសយុត្តិធម៌មែនជាមន្ត្រីយុត្តិធម៌មែនក៏ប៉ុន្តែមិនអាចធ្វើការរំលោភទៅលើយុត្តិធម៌របស់តុលាការបានទេនៅពេលដែលករណីនេះនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការហើយលើកលែងតែករណីដែលកើតឡើងដោយជាក់ស្ដែងហើយប៉ូលីសឃើញពេលនោះហើយបានប៉ូលីសយុត្តិធម៌ត្រូវតែធ្វើការឃាត់ខ្លួនឬក៏កសាងសំណុំរឿងដើម្បីបញ្ជូនមកតុលាការក៏ប៉ុន្តែរឿងនេះគឺថាសាលាក្រុងភ្នំពេញតុលាការក្រុងភ្នំពេញគឺបានដឹងតោះតាយទាំងអស់គ្នាចឹងតុលាការក្រុងភ្នំពេញជាពិសេសដូចខ្ញុំបានជម្រាបគឺថាព្រះញ្ញាសាលារាជធានីភ្នំពេញត្រូវតែបើកករណីនេះធ្វើការស៊ើបអង្កេតយើងហើយអាចនឹងស្នើសុំឲ្យប៉ូលីសធ្វើកិច្ចការឲ្យខ្លួនក្នុងក្របខ័ណ្ឌដែលព្រះញ្ញាជាអ្នកទទួលខុសត្រូវនឹងដឹកនាំធ្វើការស៊ើបអង្កេតអានោះបានត្រូវតាមនីតិវិធីប៉ុន្តែនៅពេលដែលច្រានចោលពាក្យបណ្ដឹងរបស់ជនរងគ្រោះគឺមានន័យថាតុលាការបានរំលោភនីតិវិធីព្រហ្មទណ្ឌមួយហើយព្រោះថាប្រជាជនអាចមិនប្តឹងទៅប៉ូលីសក៏បានដែរគឺរឿងព្រហ្មទណ្ឌគេអាចប្តឹងផ្ទាល់ទៅតុលាការបានជុំក្នុងករណីដែលតុលាការក្នុងស្រុកបានបដិសេធតែតើពេលនឹងគឺអាដាមកម្មសុខាមានប្រសាសន៍នេះអាចលូតទៅដល់ ICC អង្គការព្រហ្មតុលាការព្រហ្មទណ្ឌជាតិបានក្នុងករណីដែលយើងបានរកឃើញថាបទល្មើសដែលបានកើតឡើងនៅក្នុងពេលបាញ់ប្រក្រាបទៅលើក្រុមជនស៊ីវិលជាករណីដែលមានចែងនៅក្នុងបទល្មើសទាំង3នៃអង្គការតុលាការព្រហ្មទណ្ឌអន្តរជាតិពេលនោះដែលយើងអាចនឹងបន្តបណ្ដឹងនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបានដែលយើងមើលឃើញថាទី1ថាតើការបាញ់បង្ក្រាបនេះគឺជាការកើតឡើងដោយចៃដន្យឬគ្មានចេតនាទេឬក៏យ៉ាងម៉េចប៉ុន្តែដើម្បីបង្ហាញថារឿងនេះកើតឡើងដោយអចេតនាដោយចៃដន្យលើកលែងតែមានការស៊ើបអង្កេតរបស់តុលាការហើយមានសេចក្តីសម្រេចរបស់តុលាការទី1ទី2ប្រសិនយើងឃើញថានៅក្នុងឯកសារភស្តុតាងមួយចំនួនដែលបានបញ្ជាឲ្យចូលបាញ់គឺថាមានន័យថាមានចេតនាក្នុងការរើសអើងមួយទៅហើយអញ្ចឹងតុលាការព្រហ្មទណ្ឌអន្តរជាតិបានចាត់ទុកថាអំពើឃាតកម្មទាំងឡាយណាដែលស្ថិតនៅក្នុងការរើសអើងក្រុមណាមួយពេលនោះហើយគេហៅថាជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិដែលអាចពាក់ព័ន្ធទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងមានទស្សនវិជ្ជាក្នុងការចាត់វិធានការទៅលើបទល្មើសនេះបាទអរគុណលោកសំណួរទី2របស់លោកស៊ូគីមិញគឺថាបើសិនជាមានអ្នកលួចស្លឹកឆ្នោតតើវាទោសប៉ុណ្ណាការពិតជំចង់សួរអ្នកច្បាប់ទេប៉ុន្តែលោកស៊ូគីប្រាប់ថាសូមសួរអាដាមកំសុខាសូមអាដាមកំសុខាឆ្លើយមុនបន្តិចសិនចា៎ខ្ញុំគិតថាដូច
ឲ្យលោកបានជ្រាបហើយថាការបោះឆ្នោតហ្នឹងសិទ្ធិក្នុងការបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋដូច្នេះកាលណាលួចស្លឹកឆ្នោតគាត់គឺមានន័យថាលួចសិទ្ធិរបស់គាត់លួចសិទ្ធិរបស់គាត់គឺរំលោភលើសិទ្ធិមនុស្សបាទរំលោភលើសិទ្ធិរបស់គាត់អញ្ចឹងរាល់អំពើទាំងឡាយណាដែលរំលោភសិទ្ធិលើសិទ្ធិរបស់ប្រជាពលរដ្ឋសិទ្ធិតែមានទទួលទោសបាទសិទ្ធិទទួលទោសទាំងអស់ប៉ុន្តែទោសនោះមានចែងលំអិតថាកម្រិតប៉ុណ្ណាបាទលោកវិចារិយាទោសនឹងកម្រិតប៉ុណ្ណាបាទសូមអរគុណខ្ញុំចង់បន្ថែមតិចថាពាក់ព័ន្ធទៅនឹងរឿងបោះឆ្នោតនេះគឺមានចែងនៅក្នុងច្បាប់ស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏ដូចជាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ខ្ញុំចង់ជម្រាបដែរថាមានបទល្មើសជាច្រើនដែលត្រូវបានផ្ដន្ទាទោសនៅក្នុងច្បាប់ស្តីអំពីការជ្រើសតាំងតំណាងរាស្ត្រនេះគឺទី1តកតងទៅនឹងការធ្វើឯកសារឲ្យមានផលប៉ះពាល់ទៅនឹងផលលទ្ធផលនៃការបោះឆ្នោតមានទោសរហូតទៅដល់មានការដាក់ពិន័យដាក់ទោសព្រហ្មទណ្ឌនៅក្នុងពន្ធនាគារនិងមានការដកសិទ្ធិបោះឆ្នោតក្នុងរយៈពេល5ឆ្នាំបាទនេះយើងមើលដូចជារឿងតកតងទៅនឹងការធ្វើបាត់ឈ្មោះអ្នកបោះឆ្នោតមានន័យថារំលោភទៅលើសិទ្ធិអ្នកបោះឆ្នោតហ្នឹងក៏មានចែងនៅក្នុងច្បាប់ដែរនិយាយអំពីការផ្ដន្ទាទោសដូចជាខ្ញុំមិនចាំប្រហែលជាក្នុងកម្រិតពី3ឆ្នាំទៅ6ឆ្នាំហើយនឹងមានពិន័យជាប្រាក់រាប់លានរៀលហើយនឹងមានការដកសិទ្ធិបោះឆ្នោតបាទតកតងទៅនឹងបញ្ហាដូចជារឿងការធ្វើឲ្យខូចនៅឯកសារបោះឆ្នោតដូចជាឯកសារគេហៅថា1104តកតងទៅនឹងឯកសារនេះកាលណាមានកែលេខកែអីហ្នឹងក៏នឹងសិតតែមានទោសទាំងអស់នៅក្នុងច្បាប់ស្តីពីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហើយពាក់ព័ន្ធទៅនឹងក្រមព្រហ្មទណ្ឌនិយាយអំពីការខ្លែងឯកសារសាធារណៈទៀតអញ្ចឹងគឺសិតតែមានទោសទាំងអស់អញ្ចឹងហើយបានជាមានការសួរដេញដោលច្រើនតកតងទៅនឹងបញ្ហានេះហើយយើងឃើញថាមានតំណាងរាស្ត្រមួយចំនួនលោកបានឆ្លើយថារឿងនេះមិនអាចស្ថិតប្រយោជន៍បានទេមិនអាចដោះស្រាយតាមនយោបាយបានទេត្រូវតែដោះស្រាយតាមច្បាប់ខ្ញុំចង់បញ្ជាក់តនេះដែរថាទៅដល់ជាពលរដ្ឋថាកាលណាករណីមួយគេនិយាយអំពីការដោះស្រាយខាងនយោបាយគឺគេមិនអាចយករឿងច្បាប់មកនិយាយទេគឺគេត្រូវតែដោះស្រាយខាងនយោបាយពីករហូតដល់អប៉ុន្តែបើអស់លោកចង់ដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់ត្រូវដោះស្រាយពីករហូតដល់អដែរតាមច្បាប់ដែរបាទតាមច្បាប់ដូចជាអញ្ចឹងទេយើងត្រូវមើលថាតើពីដំណើរការនៃការចុះឈ្មោះរបស់ឆ្នាំមានគណៈកម្មការជាតិរៀបចំការឆ្នោតអត់ទេខុសទេបើធ្វើខុសទៅមានទោសដាក់ពន្ធនាគារត្រូវដាក់ពន្ធនាគារដកសិទ្ធិបោះឆ្នោតត្រូវដកសិទ្ធិបោះឆ្នោតបាទរហូតទៅដល់អទៅប៉ុន្តែបើយើងនិយាយថានេះអានឹងដោយសារអញ្ចេះគេចោះទេយើងចរចានេះទៅបើចរចារឿងហ្នឹងទៅចរចាពីដើមមកដល់ចប់ដូចគ្នាបាទអរគុណលោកវិចារយាពេលវេលាខ្លីណាស់ហើយខ្ញុំសូមបញ្ចប់ការពិភាក្សាអំពីរឿងសិទ្ធិមនុស្សប៉ុណ្ណឹងដោយឆ្លៀតឱកាសដោយអាដាមកឹមសុខាដែលជាអនុប្រធានគណៈបក្សសង្គ្រោះជាតិបានជើញមកដល់ហើយខ្ញុំចង់ដឹងតែរឿងដទៃទៀតបន្តិចចឹងយើងនិយាយពីរឿងនយោបាយឥឡូវនយោបាយបន្តិចទៅវិញចឹងតើគណៈបក្សសង្គ្រោះជាតិដែលប្រកាសថាបន្ទាប់ពីធ្វើពីសិទ្ធិមនុស្សនឹងហើយនឹងមានការធ្វើបាតកម្មជាថ្មីម្ដងទៀតនៅថ្ងៃទី15ហើយធ្វើរៀងរាល់សប្តាហ៍ហ្នឹងខ្ញុំសូមឆ្លើយដោយខ្លីដល់ពេលវេលាខ្លីតើនឹងធ្វើរយៈពេលប្រមាណទី1ខ្ញុំសូមយកឱកាសនេះដែលសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ហើយជាពិសេសសកម្មជនគណៈបក្សសង្គ្រោះជាតិអស់សូមចូលរួមទិវាសិទ្ធិមនុស្សដល់ធ្នូឲ្យបានច្រើនកកទាំងនៅរាជធានីភ្នំពេញទាំងនៅខេត្តសៀមរាបហើយខ្ញុំនឹងចូលរួមជាមួយបងប្អូននៅរាជធានីភ្នំពេញខ្ញុំខ្ញុំសង្ឃានឹងចូលរួមហើយជាមួយបងប្អូនទី2ចំពោះបាតកម្មមហាបាតកម្មនៅថ្ងៃទី15ធ្នូនេះគឺជាមហាបាតកម្មមួយដែលគណៈបក្សសង្គ្រោះជាតិបន្តធ្វើការទាមទារនៅអ្វីដែលធ្លាប់បានទាមទារកន្លងមកហើយមិនទាន់បានដល់ទិសដៅមហាបាតកម្មនេះគឺយើងនឹងបង្កើនរូបភាពកាន់តែធំទៅហើយខ្ញុំដឹងថាប្រជាពលរដ្ឋខ្មែរច្រើនណាស់ទាមទារឲ្យគណៈបក្សសង្គ្រោះជាតិធ្វើមហាបាតកម្មទាមទាររយុត្តិធម៌ជូនគាត់ដែលជាម្ចាស់ឆ្នោតដូច្នេះខ្ញុំសូមឲ្យប្រជាពលរដ្ឋអញ្ជើញមកឲ្យកាន់តែច្រើនជាងមុនអ្នកបោះឆ្នោតឲ្យសង្គ្រោះជាតិគេលួចឲ្យជិត3លានអ្នកដូច្នេះសូមឲ្យមកបាន
30,000 អ្នក10% មកបាទលោកសង្ឃឹមថាប្រជាពលរដ្ឋនឹងអាចមកចូលរួមចង់អំពាវនាវបាទដែលបងប្អូនដែលចង់ផ្លាស់ប្ដូរតលមកដល់កម្រិតអ្នកខ្លះសួរថាម៉េចក៏គណៈបកសង្គ្រោះជាតិមិនធ្វើខ្លាំងជាប់មកយើងកំពុងតែអន្តងពេលណាប្រជាពលរដ្ឋមកកាន់តែច្រើនពេលណាយើងធ្វើជាប់ដែរជប់បាទឲ្យដល់កម្រិតបាទប៉ុន្តែថ្ងៃ15ធ្នូនេះតាមគោលការណ៍របស់យើងគឺយើងបានកំណត់ថាយើងធ្វើរៀងរាល់សប្តាហ៍រាល់ថ្ងៃអាទិត្យយើងមានពិសោធន៍នៅប្រទេសអាល្លឺម៉ង់គេធ្លាប់ធ្វើទៀងទាត់ចឹងគឺធ្វើទៀងទាត់ចឹងហើយឃើញថាគេបានទទួលជោគជ័យដែរហើយថ្ងៃ10ធ្នូនេះជាមហាបាតកម្មមួយដែលយើងនឹងផ្ញើសារនយោបាយទៅរដ្ឋាភិបាលទៅកោជបឲ្យបានជ្រាបថាយើងទាមទាររកការពិតហើយបើមិនរកការពិតឲ្យយើងទេគឺយើងទាមទារឲ្យបោះឆ្នោតឡើងវិញបាទអញ្ចឹងរឿងការចូលទៅក្នុងសភាអីហ្នឹងមានទៀតទេឬមួយក៏ដាច់សាច់ហើយយើងទាមទារបានអ្វីដែលយើងទាមទារបានយើងជជែករឿងចូលសភាបើយើងទាមទាររកការពិតមិនបានទេយើងទាមទារឲ្យបោះឆ្នោតឡើងវិញអត់មានចាំដល់ដាច់ណាទេកែតម្រង់ដើម្បីបោះឆ្នោតឡើងវិញមិនបោះឆ្នោតពីព្រោះអីហើយបើសិនណាយើងទាមទាររកយុត្តិធម៌បានយើងទាមទារឲ្យបោះឆ្នោតឡើងវិញហើយបើទាមទារបោះឆ្នោតឡើងបានទៀតយើងមានយុទ្ធសាស្ត្រចុងក្រោយទី3ផ្សេងទៀតយើងនឹងខ្ញុំនឹងជម្រាបជូនសាធារណជនទៀតវាក្រោយទៀតសល់មួយនាទីចុងក្រោយព្រះមហាក្សត្រមានព្រះរាជទូរទស្សន៍ជាអាជ្ញាកណ្ដាលខ្ញុំបាទធ្លាប់សួរម្ដងហើយទៅអាដាមសំរិទ្ធិពីពេលមុនឥឡូវខ្ញុំសួរអាដាមកឹមសុខាម្ដងតើមានបានប្រើប្រាស់ព្រះរាជទូរទស្សន៍របស់ព្រះមហាក្សត្រក្នុងន័យជាមានព្រះរាជទូរទស្សន៍ជាអាជ្ញាកណ្ដាលដើម្បីដោះស្រាយបញ្ហាវិបត្តិកម្ពុជានេះនៅអាដាមខ្ញុំមិនហ៊ានប្រើព្រះមហាក្សត្រទេបាទដូច្នេះហើយក៏ប៉ុន្តែទូរទស្សន៍នោះមានចែងនៅក្នុងច្បាប់បាទជាស្អីក៏ដោយដែលមានច្បាប់អ្នកដែលត្រូវអនុវត្តច្បាប់គេអ្នកត្រូវតែអនុវត្តហើយបាទបើមិនសិនជាព្រះអង្គថាព្រះអង្គមានទូរទស្សន៍ក្នុងច្បាប់ជាអាជ្ញាកណ្ដាលខ្ញុំស្វាគមន៍ក៏ប៉ុន្តែមានបានតាក់ទងដល់បកគលណាទេអាដាមយើងធ្លាប់ទៅជួបជាមួយបកគលណាធ្លាប់ហើយយើងមិនដែលអត់ជួបទេយើងធ្លាប់ជួបហើយពេលលោកបានក៏ហៅយើងគណៈបកទាំងពីរទៅជួបនៅក្នុងវាំងយើងធ្លាប់ហើយបាទប៉ុន្តែរហូតមកដល់ថ្ងៃនេះយើងអត់ទាន់បានទទួលអ្វីដែលប្រជាពលរដ្ឋចង់បានគឺយើងធ្វើអ្វីតាមដែលប្រជាពលរដ្ឋខ្មែរចង់បានគណៈបកសង្គ្រោះជាតិសូមធានាគោរពនិងការពារឆន្ទៈប្រជាពលរដ្ឋខ្មែរជានិច្ចបាទតំណាងខាងគណៈបកប្រជាជនកម្ពុជាល្ងាចនេះបានប្រាប់វិទ្យុអេស៊ីសេរីគឺអាដាមព្រំសុខាបានប្រាប់វិទ្យុអេស៊ីសេរីថាបានប្រាប់អេស៊ីសេរីថាស្ទាននៅបើកចំហសម្រាប់ការចរចាតើនឹងមានការចរចាទៀតទេមិនមែនរឿងទ្វារឿងបើករឿងបង្អួចអីទេរឿងថាតើគណៈបកប្រជាជននឹងហ៊ានរកការពិតអត់បើខ្លួនឯងគេចោទថាខ្លួនឯងខុសហើយមិនហ៊ានរកការពិតគឺអត់អស់មកអាដាមសូមអរគុណដល់លោកវិក្កាមទាំង3ដែលបានចូលរួមហើយសូមអរគុណលោកអ្នកស្ដាប់ទាំងអស់ហើយសូមជម្រាបលាតែត្រឹមនេះបាទ